មានជាក្រុមមានភាសាការគ្នាបណ្ដុះពីផ្នែកដោយកុមារจะរកសារនៅបញ្ហាមានកំណត់ឆ្នាំប្រដិតដោយចាត់ចែងបំណងចំណាយនៅក្នុងបង្កប់ការវិញសាលាលោកជាលោកខ្សែសាមគ្គីបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាកុមារនាឆ្នាំថ្មីនៅថ្ងៃទី6កើតខែកក្កដាឆ្នាំរោងឆស័កពុទ្ធសករាជ2568ដែលត្រូវនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2024ក្រុមការចូលរួមពីសំណាក់លោកគ្រូនាយកសាលាលោកគ្រូនាយករងក៏ដូចជាលោកគ្រូទទួលបន្ទុកកុមារហើយការបោះឆ្នោតនេះគឺយើងធ្វើឡើងដោយការប្រមូលយកនូវមតិភាគច្រើនពីសំណាក់ប្រធានអនុប្រធានគណៈគ្រប់គ្រងទាំងអស់ជាសមិទ្ធផលនេះគឺជាតារាឈ្មោះដែលទទួលបានដែលនៅក្នុងនោះរួមមានប្រធានក្រុមប្រឹក្សាកុមារចំនួន1រូបនិងអនុប្រធានចំនួន2រូបចូលមកដល់ជំនាញទី3រចនាសម្ព័ន្ធនេះគឺជារូបភាពនៃរចនាសម្ព័ន្ធក្រុមប្រឹក្សាកុមារក្នុងសាលារៀននៃខ្ញុំដែលនៅក្នុងនោះរួមមានក្រុមប្រឹក្សាពិបាលដែលមានលោកគ្រូនាយកតាប្រឹក្សាជាប្រធានលោកគ្រូនាយករងរដ្ឋបណ្ឌិតជាអនុប្រធានលោកគ្រូទទួលបន្ទុកកុមារគឺលោកគ្រូសុវិជ្ជាជាគ្រូដឹកនាំក៏ដូចជាមានលោកគ្រូប្រធានក្រុមបច្ចេកទេសចំនួន2រូបទៀតគឺលោកគ្រូសាមចាសុភីនិងលោកគ្រូស្វាយវណ្ណីជាសមាជិកហើយក៏មានប្រធានក្រុមប្រឹក្សាកុមារផងដែរដែលមានឈ្មោះថាចំពុទ្ធិតាដែលជាលោកនាងខ្ញុំផ្ទាល់អនុប្រធានទី1រតនច័ន្ទខូននិងអនុប្រធានទី2តែស្រីលៀបនិងមានសមាជិករហូតដល់8ផ្នែកនៅក្នុងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាកុមារនេះគឺចង់បង្ហាញអំពីការគ្រប់គ្រងថាលោកគ្រូនៅក្នុងក្រុមប្រឹក្សាពិបាលមានតួនាទីក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យការប្រធានក្រុមប្រឹក្សាកុមារអនុប្រធានក៏ដូចជាសមាជិកចំណែកឯប្រធានក្រុមប្រឹក្សាកុមារក៏គាត់ធ្វើការគ្រប់គ្រងបន្តមកកាន់អនុប្រធានទាំងពីររូបអនុប្រធានទី1រតនច័ន្ទខូនធ្វើការគ្រប់គ្រងចាប់ពីសមាជិកផ្នែកទី1រហូតដល់ទី4និងអនុប្រធានទី2តែស្រីលៀបធ្វើការគ្រប់គ្រងចាប់ពីសមាជិកផ្នែកទី5រហូតដល់ទី8បង្ហាញពីអំពីរូបភាពនៃរចនាសម្ព័ន្ធក្នុងក្រុមប្រឹក្សាកុមារទេដែលក្នុងរូបភាពនេះបង្ហាញអំពីរចនាសម្ព័ន្ធនៅក្នុងថ្នាក់រៀនមួយដែលនៅក្នុងនោះរួមមានទីប្រឹក្សាក្រុមបន្ទប់ថ្នាក់ប្រធានសិក្សាតាមថ្នាក់អនុប្រធានទី1និងអនុប្រធានទី2ព្រមទាំងមានសមាជិកពីសមាជិកទី1រហូតដល់ពីអនុសាខាទី1រហូតដល់អនុសាខាទី6នៅបែបការនិយាយច្បាស់ជាក់ស្ដែងទៅនោះនេះខ្ញុំក៏សូមលើកឧទាហរណ៍នៃរចនាសម្ព័ន្ធគណៈកម្មាធិការសាខាអនុសាខាទី7ឲ្យយកមកធ្វើបទបង្ហាញដែលនៅក្នុងនោះរួមមានទីប្រឹក្សាក្រុមបន្ទប់ថ្នាក់គឺលោកគ្រូយុដារារិទ្ធប្រធានសាខាគឺសុនទីណាអនុប្រធានទី1ការិជនីនិងអនុប្រធានទី2លីតុងជូនិងមានអនុសាខាចុះពីអនុសាខាទី1ទី2ទី3ទី4ទី5និងទី6ចំពោះឯការគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៅក្នុងថ្នាក់រៀនវិញក៏មិនខុសគ្នាអីអំពីការគ្រប់គ្រងនៃរចនាសម្ព័ន្ធនៅក្នុងក្រុមប្រឹក្សាកុមារដែរដែលនៅក្នុងនោះគឺលោកគ្រូបន្ទប់ថ្នាក់គឺលោកគ្រូយុដារារិទ្ធមានតួនាទីក្នុងការគ្រប់គ្រងបង្កើតប្រធានសាខាគឺសុនទីណាហើយសុនទីណាក៏គាត់ធ្វើការគ្រប់គ្រងបន្តទៅកាន់អនុប្រធានទាំងពីររូបរបស់គាត់អនុប្រធានទី1ការិជនីធ្វើការគ្រប់គ្រងចាប់ពីសមាជិកផ្នែកទីអនុសាខាទី1រហូតដល់អនុសាខាទី3និងអនុប្រធានទី2លីកំជុំគាត់ធ្វើការគ្រប់គ្រងចាប់ពីអនុសាខាទី1រហូតដល់ទី6ចូលដល់ចំណុចទី4ផែន
ចំណែកឯសញ្ញាទី3នោះគឺជាការវិជួររោដែលការវិជួររោនេះគឺតម្រូវឲ្យសិស្សានុសិស្សក៏បញ្ចូលគ្នានៅលើដងទង់ជាតិចំណែកឯរូបភាពខាងនេះវិញគឺជារូបភាពដែលស្ថិតនៅក្នុងសកម្មភាពការត្រួតពិនិត្យវិន័យមុនចូលរៀននៅក្នុងម៉ោងសិក្សាដែលនៅក្នុងនោះសិស្សានុសិស្សតាមក្រុមក៏បានធ្វើការចាត់ត្រួតពិនិត្យវិន័យរបស់សិស្សានុសិស្សក្នុងថ្នាក់រៀននីមួយៗដែលគាត់ធ្វើការត្រួតពិនិត្យទៅលើការសម្លៀកបំពាក់ក៏ដូចជាសក់បាតចំណែករូបភាពនេះវិញគឺជារូបភាពនៃសកម្មភាពមិនអប់រំវត្តដែលនៅក្នុងនោះសិស្សានុក្រុមរបស់អ្នកខ្ញុំបានធ្វើការចាត់អប់រំទៅកាន់មិត្តភ័ក្តិដែលត្រៀមរបបបង្ការសិក្សាដែលគាត់មានឈ្មោះថាមានសម្រិតដោយក្រុមរបស់អ្នកខ្ញុំបានធ្វើការទៅនិយាយណែនាំនិងជំរុញទឹកចិត្តឲ្យគាត់បានត្រឡប់មកសិក្សាវិញជាសមិទ្ធផលរបស់គាត់បានសន្យាថានឹងត្រឡប់មកសិក្សាវិញនៅថ្ងៃបន្ទាប់ចូលដល់ចំណុចខផ្នែកការសិក្សានិងបណ្ណាល័យនេះគឺជារូបភាពនៃការបង្រៀននៅក្នុងមុខជានីមួយៗនៅក្នុងថ្នាក់រៀនដែលនៅក្នុងនោះសិស្សានុសិស្សគឺបានខិតខំនិងស្ដាប់អ្នកគ្រូបញ្យល់មេរៀនចំណែកឯរូបភាពខាងនេះវិញគឺជារូបភាពនៃការចូលអានសៀវភៅនៅក្នុងម៉ោងបណ្ណាល័យដែលសាលារបស់អ្នកខ្ញុំបានដាក់បញ្ចូលម៉ោងបណ្ណាល័យចំនួន1ម៉ោងដើម្បីឲ្យសិស្សានុសិស្សបានចូលអាននិងស្រាវជ្រាវពីការងារផ្សេងៗមិនត្រឹមតែប៉ះម៉ោងបណ្ណាល័យទេបើសិនជាប៉ះម៉ោងណាទំនេរក៏គាត់អាចចូលសិក្សានៅក្នុងបណ្ណាល័យបានផងដែរជំនួសដល់ចំណុចកផ្នែកសង្គមគ្រោះនិងជួយសង្គមនេះគឺជារូបភាពដែលតទៅនឹងការជួយសង្គ្រោះគ្នាដែលជាទូទៅសិស្សានុសិស្សនៅក្នុងជារដ្ឋសាស្ត្រសម្ភារគឺតែមានការជួយយកអាសាគ្នាដូចជារូបភាពនេះអញ្ចឹងពេលដែលមិត្តភ័ក្តិគាត់មិនស្រួលខ្លួនគឺគាត់បានធ្វើការនាំមិត្តភ័ក្តិមកសម្រាប់បណ្ដោះអាសន្ននៅបន្ទប់សុខភាពសិក្សាដើម្បីឲ្យមិត្តភ័ក្តិមានអារម្មណ៍ធូរស្បើយនិងអាចត្រឡប់ទៅសិក្សាវិញហើយរូបភាពខាងនេះវិញគឺជារូបភាពដែលតទៅនឹងការជួយសង្គមជានិច្ចការសាលានិងជារដ្ឋសាស្ត្រសម្ភារគឺតែចូលរួមក្នុងការជួយសង្គមផ្សេងៗក៏ដូចជាជួយអភិវឌ្ឍដល់សាលាខ្លួនឯងផ្ទាល់ចូលដល់ចំណុចខផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុនេះគឺជារូបភាពដែលតទៅនឹងផ្នែករដ្ឋបាលដោយសាលានេះខ្ញុំគឺតែមានការប្រជុំជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជារៀងរាល់ខែដើម្បីនិយាយពីគោលការណ៍ថ្មីៗក៏ដូចជាវិធានការថ្មីៗក្នុងការអភិវឌ្ឍសាលាចំពោះផ្នែកហិរញ្ញវត្ថុវិញនេះខ្ញុំសង្កេតឃើញថានៅសាលាផ្សេងៗគឺបានអនុវត្តនៅផ្នែកហិរញ្ញវត្ថុនេះរួចទៅហើយក៏ប៉ុន្តែជាក់ស្ដែងទៅនៅវិទ្យាល័យរដ្ឋសាស្ត្រអង្គារគឺពុំទាន់បានអនុវត្តនោះទេចូលដល់ចំណុចងផ្នែកផ្សព្វផ្សាយក្រុមភាសាកុមារគឺតែធ្វើការចុះទៅផ្សព្វផ្សាយទៅកាន់សមាជិកដូចជារូបភាពនេះអញ្ចឹងគឺគាត់ធ្វើការចុះទៅផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនឬដូចជាផលប៉ះពាល់នៃថង់ប្លាស្ទិកចូលដល់ចំណុចកផ្នែកសិល្បៈកីឡានិងវប្បធម៌នេះគឺជារូបភាពដែលតទៅនឹងផ្នែកសិល្បៈដែលរូបភាពនេះគឺបង្ហាញអំពីការដឹកនាំសិស្សានុសិស្សមកដល់នៅច្បាប់ប្រពៃណីខ្មែរនាពេលជិតចូលឆ្នាំចំណែករូបភាពខាងនេះវិញគឺជារូបភាពនៃការចូលមកខាត់នៅក្នុងម៉ោងសិល្បៈដែលសាលារបស់នេះខ្ញុំបានដាក់បញ្ចូលម៉ោងសិល្បៈចំនួន1ម៉ោងដើម្បីឲ្យសិស្សានុសិស្សគាត់ចូលអភិវឌ្ឍនៅពង្រឹងហើយក៏ដូចជាឲ្យគាត់ស្គាល់ពីច្បាប់ប្រពៃណីខ្មែររួមមានច្បាប់រងវងការសារបានក្រុមបាច់ជាដើមមិនត្រឹមតែជួយពង្រឹងសិស្សានុសិស្សឲ្យស្គាល់នៅច្បាប់ប្រពៃណីខ្មែរទេលោកគ្រូក៏ធ្វើការដឹកនាំសិស្សានុសិស្សឲ្យពង្រឹងផ្នែកកាយសម្បទាផងដែរដូចជាការដឹកនាំឲ្យចូលរួមប្រកួតកីឡានានារួមមានកីឡាបេតងបាល់ទាត់នារីនិងបាល់ទះបុរសចំពោះផ្នែកវប្បធម៌វិញលោកគ្រូអ្នកគ្រូនៅក្នុងជារដ្ឋសាស្ត្រអង្គារគឺតែនិយាយណែនាំលោកពង្រឹងឲ្យសិស្សានុសិស្សជារឿយៗឲ្យស្គាល់ពីល្បែងប្រជាប្រិយខ្មែរដែលការជួយលើកស្ទួយដូចជារូបភាពនេះអញ្ចឹងគាត់ធ្វើការដឹកនាំសិស្សានុសិស្សមកលេងនៅច្បាប់ពេមកលេងនៅល្បែងប្រជាប្រិយខ្មែរនាពេលចូលឆ្នាំដែលនៅក្នុងនោះរួមមានល្បែងកងអង្គុយចោលឈូងនិងស្វាដណ្ដើមទឹកឈើជាដើមចំណែករូបភាពខាងនេះវិញគឺជារូបភាពនៃការចេះសំពះជំរាបសួរទៅកាន់លោកគ្រូអ្នកគ្រូនៅពេលដែលឃើញលោកគ្រូអ្នកគ្រូមកដល់សាលាមិនត្រឹមតែនៅពេលដែលលោកគ្រូអ្នកគ្រូមកដល់សាលាទេបើសិនជាគាត់ជួបលោកគ្រូអ្នកគ្រូនៅកន្លែងណាមួយក្នុងបរិវេណសាលាក៏ដូចជាតុអាហារគឺគាត់តែធ្វើការលើកដៃសំពះជំរាបសួរដែលនេះបង្ហាញអំពីអាកប្បកិរិយាទន់ភ្លន់ដែលសមជាយុវជនខ្មែរចូលដល់ចំណុចឆផ្នែកសុខភាពអនាម័យបរិស្ថាននិងបំណិនជីវិតនេះគឺជារូបភាពដែលតទៅនឹងផ្នែកសុខភាពដែលសិស្សានុសិស្សគឺតែធ្វើការទៅសម្អាតមុខអនាម័យជាប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពអនាម័យល្អនៅពេលដែលពួកគាត់ចូលប្រើប្រាស់ចំណែករូបភាពខាងនេះវិញគឺជាការលាងសម្អាតដៃនៅក្នុងសាលាដែលសាលារបស់ខ្ញុំមានកន្លែងលាងសម្អាតដៃជាច្រើនដើម្បីសិស្សានុសិស្សគាត់ធ្វើការលាងសម្អាតនៅពេលដែលដៃគាត់មិនស្អាតឬក៏ខ្វល់ដើម្បីបង្ការជំងឺឆ្លងផ្សេងៗចំណែករូបភាពនេះវិញគឺជារូបភាពនៃការសម្អាតទីចការគឺគាត់ធ្វើការទៅបោះធូលីដីនៅក្នុងទីចការជាប្រចាំមិនត្រឹមតែនៅក្នុងទីចការទេនៅក្នុងសាលាក្នុងថ្នាក់រៀនរបស់គាត់ផ្ទាល់ក៏គាត់តែធ្វើបែបនេះដែរការធ្វើបែបនេះដើម្បីឲ្យសិស្សានុសិស្សដូចជាលោកគ្រូអ្នកគ្រូទទួលបានផាសុខភាពល្អនៅពេលអង្គុយសិក្សាឬក៏អង្គុយធ្វើការជាដើមចំពោះផ្នែកបរិស្ថានវិញសិស្សានុសិស្សគឺតែធ្វើការសម្អាតបរិវេណសាលាជាប្រចាំថ្ងៃដើម្បីឲ្យបរិវេណសាលាកាន់តែមានភាពស្រស់ស្អាតល្អហើយគាត់ក៏តែជួយក្នុងការសល់ដំណាំដើម្បីទទួលបាននូវធម្មជាតិស្រុកកំប្រងចំណែករូបភាពនោះគឺគាត់ធ្វើការទៅបោះសម្អាតនៅស្រុកឈើមកចេញពីបរិវេណសាលា
បន្ទាប់ពីការខិតខំថែទាំអស់រយៈពេលជាច្រើនខែគាត់ក៏បានប្រមូលផលនៅដំណាំទាំងនោះហើយសុទ្ធសឹងតែជាដំណាំធម្មជាតិគាត់ក៏បានយកដំណាំនោះធ្វើការលក់ជួយលោកអ្នកគ្រូក៏ដូចជាអ្នកដែលជិះកាត់ជាដើមចូលមកនៅទី5បញ្ហាប្រឈមដោយដែលលោកអ្នកខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងថាជាសិស្សតែប្រព្រឹត្តធ្វើស្ដាប់ពីរបស់ខ្លួនជារៀងរាល់ថ្ងៃក៏ប៉ុន្តែនៅក្នុងអំឡុងពេលដែលគាត់ប្រព្រឹត្តធ្វើនោះគឺនៅតែមានបញ្ហាកើតឡើងនេះជាបញ្ហានៃការមកយើងនិងការប្រចាំគ្នាជាដើមដូចជារូបភាពជាក់ស្ដែងនេះគឺបង្ហាញអំពីសារប្រសងមួយក្រុមដែលគាត់មកយើងនិងក៏បានធ្វើនៅកិច្ចការងាររបស់ខ្លួនដូច្នេះលោកគ្រូក៏បានហៅគាត់មកនិយាយណែនាំនៅលើដងទជាតិចំណែករូបភាពខាងនេះវិញគឺជារូបភាពនៃការប្រចាំកិច្ចការងារគ្នាធ្វើរបស់សមាជិកនៅក្នុងក្រុមគឺថាគាត់ធ្វើការកិច្ចការងារឲ្យគ្នាទៅវិញទៅមកគឺពុកប៉ងសហការគ្នានិងពំយកទៅទៀតឡើយការធ្វើបែបនេះគឺនាំឲ្យក្នុងក្រុមរបស់គាត់មានការបែកបាក់សាមគ្គីភាពក៏ដូចជាកិច្ចការងាររបស់បានធ្វើនោះគឺមិនល្អប្រសើរនោះទេចូលដល់ចំណុចទី6ដំណោះស្រាយបន្ទាប់ពីមើលឃើញនៅបញ្ហាប្រឈមទាំងនោះហើយលោកគ្រូដំណោះក៏ដូចជាក្រុមសិស្សក៏បានខំស្វែងរកនៅវិធានការថ្មីៗក្នុងការដោះស្រាយបញ្ហាទាំងនោះដោយជំហានដំបូងនោះគឺលោកគ្រូធ្វើការហៅគាត់មកនិយាយណែនាំនិងជំនួយលើកទឹកចិត្តដោយប្រាប់ឲ្យគាត់ស្គាល់ពីតម្លៃនៃការងារនិងឲ្យគាត់ធ្វើនៅកិច្ចការងារខ្លួនវិញក៏ប៉ុន្តែបើសិនបើលោកគ្រូទទួលបានការណែនាំពីលោកគ្រូហើយនៅតែមានសកម្មភាពបែបនោះកើតឡើងទៀតក្រុមប្រឹក្សាកុមារនឹងធ្វើការដាក់ពិន័យពួកគាត់ទៅតាមគោលការណ៍សាលារៀនដែលជំហានដំបូងនោះគឺធ្វើការឲ្យគាត់នៅកិច្ចការងារដែលគាត់បានធ្វើចំនួន50ចប់ដូចជាឧទាហរណ៍ជាក់ស្ដែងអ្នកទី9Aប៉ះពេលក្នុងការសមាបរិវេណសាលាហើយមានសមាជិកមួយក្រុមដែលគាត់ពុំបានធ្វើដូច្នេះបុគ្គលមួយក្រុមនោះត្រូវកត់នៅកិច្ចការសមាបរិវេណសាលាចំនួន50ចប់និងប្រកបជូនក្រុមសិស្សកុមារតាមថ្ងៃកំណត់ចំណែកឯរូបភាពខាងនេះគឺជាការដាក់ពិន័យដែលការឲ្យគាត់ជុំវិញដងទជាតិចំពោះការឲ្យគាត់ជុំវិញដងទជាតិនេះគឺមានច្រើនករណីមែនទែនដែលហេតុថាពេលខ្លះឲ្យគាត់ដោយសារតែគាត់មកយឺតឬមួយក៏មិនប្រមូលសម្ភារបំពាក់ប៉ុន្តែអ្វីដែលគាត់សម្គាល់នោះគឺធ្វើការឲ្យគាត់ដោយសារតែគាត់មិនប្រកបនៅក្រដាស់50ចប់នោះមកកាន់ក្រុមសិស្សកុមារតាមថ្ងៃកំណត់ដូច្នេះក្រុមសិស្សកុមារនឹងធ្វើឲ្យការរត់នឹងធ្វើឲ្យគាត់រត់រហូតដល់គាត់ប្រកបក្រដាស់ជូនចំណែករូបភាពខាងនេះគឺជារូបភាពនៃការដាក់ពិន័យឲ្យគាត់ទៅទេសស្មារតីបង្គន់អនាម័យចូលដល់ចំណុចទី7ផែនការគឺដោយបន្តនេះគឺបន្ទាប់ពីមើលឃើញនៅចំណុចខ្វះខាតចំណុចអវិជ្ជមាននិងចំណុចមិនល្អដែលកើតឡើងនៅក្នុងសាលានិងកើតឡើងចំពោះសិស្សានុសិស្សហើយលោកគ្រូបានធ្វើការហៅគាត់មកនិយាយណែនាំនិងឲ្យគាត់កែប្រែនៅចំណុចទាំងនោះឡើងវិញហើយក៏ដូចជាជួយឲ្យគាត់អភិវឌ្ឍខ្លួននៅក្នុងការធ្វើឲ្យល្អនៅខែបន្តក៏ដូចជានៅពេលខាងមុខដូច្នេះការបកស្រាយរបស់នេះខ្ញុំក៏បានជិះជុំដល់ទីបញ្ចប់ក្នុងតែប៉ុណ្ណេះបើសិនជាមានកំហុសខុសឆ្គងណាកើតឡើងដោយចេតនានេះខ្ញុំក៏សូមខន្តីអភ័យទោសដូច្នេះនេះខ្ញុំក៏សូមថ្លែងអំណរគុណ